ពេលខ្លះវាគ្រាន់តែជាអត្ថន័យបទចម្រៀងតែប៉ុណ្ណោះហើយពេលខ្លះវិញទៀតវាគ្រាន់តែជាអារម្មណ៍សម័យរបស់យើងតែអ្វីដែលសំខាន់គឺមនុស្សពីរនាក់រស់នៅជាមួយគ្នានិងយល់ចិត្តគ្នាទៅវិញទៅមក